នេះខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបធ្វើហដកឈីយ៉ាងណាឲ្យមានរសជាតិឆ្ងាញ់អត់ជក់ខ្លាញ់ហើយសំខាន់ណាគឺម្សៅរបស់យើងឡើងស្រួយឆ្ងាញ់ហ្មងអញ្ចឹងសម្រាប់គ្រឿងផ្សំរបស់យើងគឺខ្ញុំមានជាមួយនឹងហដកមួយចានហើយនេះគឺជាកាតិចនំប៉័ងហើយខ្ញុំក៏មានជាមួយនឹងនំប៉័ងសាំងវិចហើយនឹងឈីម្ដុំផងដែរហើយសម្រាប់ម៉ាញ៉ាណេសដែលខ្ញុំយកមកញ៉ាំជាមួយនឹងហដកឈីរបស់ខ្ញុំនេះគឺខ្ញុំជ្រើសរើសជាមួយនឹងម៉ាញ៉ាណេសអាជីម៉ាយ៉ូដែលជាទឹកម៉ាញ៉ាណេសដែលល្អបំផុតផលិតចេញពីស៊ុតមាន់ស្រស់ប្រេងបន្លែនិងគ្រឿងផ្សំសំខាន់ស្របតាមចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជាយើងហើយម៉ាញ៉ាណេសអាជីម៉ាយ៉ូមានដល់ទៅ2ទំហំមកមានទំហំ130ក្រាមនិង260ក្រាមជាផលិតផលរបស់ក្រុមហ៊ុនអាជីណូម៉ូតូហើយឥឡូវនេះម៉ាញ៉ាណេសអាជីម៉ាយ៉ូមានលក់នៅតាមតូបផ្សារនិងផ្សារទំនើបនានាហើយអញ្ចឹងឥឡូវយើងងាកមកធ្វើជាមួយនឹងនំប៉័ងវិញម្ដងសម្រាប់នំប៉័ងគឺយើងកាត់គែមខាងជ្រុងហ្នឹងចេញឲ្យអស់ផ្នែករឹងហ្នឹងណាហើយបន្ទាប់មកទើបបានយើងយកវាហ្នឹងមកសកត់សម្រាប់ហតដកវិញគឺខ្ញុំកាត់មួយជា2ហើយខ្ញុំទុកប្រហែលជា2-3ហតដកគឺខ្ញុំអត់កាត់ទេទុកដោតវាទាំងវែងសម្រាប់ឈីខ្ញុំហាន់មួយដុំហ្នឹងគឺចែកចេញជា12ដុំតូចឥឡូវខ្ញុំងាកមកលាយជាមួយនឹងម្សៅវិញកន្លែងនេះគឺជាចំណុចសំខាន់បងប្អូនបើសិនជាបងប្អូនជ្រើសរើសម្សៅមិនបានត្រឹមត្រូវគឺធ្វើឲ្យហតដកឈីក៏ដូចជាម្ហូបអីផ្សេងក៏ដោយដែលបងប្អូនបំពងទៅគឺអត់បានស្រួយល្អទេអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសជាមួយនឹងម្សៅបំពងស្រួយរបស់អាជីណូម៉ូតូសម្រាប់ម្សៅបំពងស្រួយអាជីណូម៉ូតូមាន2រសជាតិគឺរសជាតិខ្ទឹមនិងម្រេចនិងរសជាតិហឹរម្សៅបំពងស្រួយអាជីណូម៉ូតូជាប្រភេទម្សៅបំពងដែលលាយគ្រឿងទេសរួចជាស្រេចមានរសជាតិល្មមឈ្ងុយឆ្ងាញ់ហ្មងងាយស្រួលបំពងហើយស្រួយឆ្ងាញ់ខ្លាំងមែនទែនសម្រាប់ម្សៅបំពងស្រួយមួយកញ្ចប់យើងត្រូវលាយទឹកចំនួន160មីលីលីត្រឬក៏បរិមាណទឹកសមល្មមដែលយើងអាចបំពងបន្លែឬក៏សាច់បានចំនួន1គីឡូក្រាមអញ្ចឹងយើងងាកមករៀបជាមួយនឹងនំប៉័ងយើងរុំជាមួយនឹងហតដកហើយនឹងឈីសម្រាប់ហតដកវែងហ្នឹងគឺខ្ញុំរុំជាមួយនឹងនំប៉័ង2ហើយបន្ទាប់មកយើងក៏យកម្សៅដែលយើងបានលាយមិញហ្នឹងយកមកបៀកគែមហ្នឹងដើម្បីឲ្យនំប៉័ងរបស់យើងហ្នឹងវាស្អិតជាប់គ្នាសម្រាប់ហតដកដែលមកជាហៀងហ្នឹងគឺខ្ញុំប្រើនំប៉័ងតែមួយចំណិតហ្នឹងទេបងប្អូនឥឡូវនេះគឺខ្ញុំបានរុំជាមួយនឹងនំប៉័ងរួចរាល់ហើយអញ្ចឹងយើងងាកមកជ្រលក់ជាមួយនឹងម្សៅបំពងស្រួយអាជីណូម៉ូតូដែលយើងបានលាយមុនហ្នឹងណាហើយយើងក៏យកមកប្រឡាក់បន្ថែមជាមួយនឹងកាតិចនំប៉័ងសម្រាប់ការប្រើប្រាស់ខ្លាញ់គឺយើងប្រើក្នុងបរិមាណរឹងច្រើនគួរសមដែរហើយយើងទុកខ្លាញ់ឲ្យក្តៅទើបបានយើងដាក់ហតដកឈីយើងចូលធ្វើបែបនេះទើបបានហតដកឈីយើងអត់ជក់ខ្លាញ់និយាយទៅធ្វើមួយមុខនេះបងប្អូនកុំប្រហែលសោះតែប្រហែលគឺខ្លោចទេណាអញ្ចឹងគឺយើងនៅឈរមើលឲ្យជាប់ហ្មងប្រែទៅប្រែមកតែបន្តិចទេគឺបានញ៉ាំហើយអញ្ចឹងពេលនេះហតដកឈីរបស់យើងគឺបានរួចរាល់ហើយប៉ុន្តែខ្ញុំក៏មិនភ្លេចដែរជាមួយនឹងម៉ាញ៉ាណេសអាជីម៉ាយ៉ូនិយាយទៅជ្រលក់អត់ត្រូវគ្នាខ្លាំងមែនតើបងប្អូនហើយម៉ាញ៉ាណេសអាជីម៉ាយ៉ូបងប្អូនក៏អាចលាយជាមួយនឹងទឹកម្ទេសដូចដែលខ្ញុំលាយនៅក្នុងវីដេអូអញ្ចឹងណាហើយមិនមែនត្រឹមតែទឹកម្ទេសទេបងប្អូនក៏អាចលាយជាមួយនឹង topping អីផ្សេងទៀតបានដែរហើយបើនិយាយពី hot dog ឈីរបស់យើងគឺមានសភាពស្រួយឆ្ងាញ់ខ្លាំងមែនតើបងប្អូនជាពីថាក្លិនឡើងឈ្ងុយហើយដាក់មួយម៉ាត់ហើយគឺចង់ញ៉ាំមួយម៉ាត់ទៀតបងប្អូនឃើញហ hot dog ឡើងប៉ុណ្ណាណីសម្រាប់ខ្ញុំគឺខ្ញុំញ៉ាំអស់3 hot dog ដល់បងប្អូនហើយ